sạt nằm chua của đại khơi chứ nè bọc tờ lư là đại khơi không à sạt cá nằm chua cho một đo hết bay một lập cây nữa chôm nó không ra đấy nè mớ ạ cái nâng cái nâng thì à thì ăn thọt quá vậy tới aiจะมาnó thọt đi đâu là hồ đâyจะมาcặp phải đây có phải em đã chỉ bất nhung có mà cùng trộm chia cho cả năm con luôn snow chuông đại đám tha bong cha បាទបន្ទាប់ពីយើងបានដើរលេងកោះប៉ែនហើយឥឡូវយើងចូលមកដល់លៀសហាលជ្រៃព្រែកជ្រៃបាទមែនតែនទៅនៅនេះសបោលីហាលសបោអីចឹងណាតាមរដូវកាលរបស់គេតាមអីអញ្ចឹងទៅប៉ុន្តែជាធម្មតានៅនេះវាមានត្រឹមម៉ោងដូចជាម៉ោង11បើមកតន់គឺតន់មកអត់តន់គឺអស់នេះខ្ញុំមកសាកតខ្លួនឯងហ្មងប៉ុន្តែខ្ញុំមកច្រើនដងមិនមកតែម្ដងទេឥឡូវយើងបានម្ដងហ្នឹងប៉ុន្តែឮថានៅហ្នឹងដូចជាលៀសគេអត់មានប្រឡាក់អំបិលប្រឡាក់អីគឺធម្មជាតិក្នុងហ្នឹងហ្មងហើយ4000ហើយឮថ្ងៃខាងមុខហ្នឹងថ្ងៃចូលឆ្នាំខ្មែរហ្នឹងមានកម្មវិធីគេដាក់តាំងពីពណ៌លីហាលហូបលីហាលដល់សេរីនៅខេត្តកំពង់ចាមយើងហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំមករដូវកាលឆេងមេងក្នុងថ្ងៃ3នេះមកថ្ងៃ3គឺមកកាលថ្ងៃ3ខ្ញុំមកដល់ពីភ្នំពេញភ្លាមមកដល់កំពង់ចាមភ្លាមគឺខ្ញុំមកនឹងហើយបន្ទាប់មកទៀតជិះដើរលេងនៅកោះសតិននេះគេហៅវត្តកោះសតិនខ្ញុំអត់ស្គាល់ឈ្មោះច្បាស់ដែរសារមើលអត់តប៉ុន្តែខ្ញុំមកបាន2ដងវត្តនេះបើជាធម្មតាថ្ងៃបុណ្យទានខែភាសាខែភ្ជុំហ្នឹងគឺមកដល់នឹងពិបាកបន្តិចដោយសារត្រូវឆ្លងដបានដល់ដោយសារតែមានផ្លូវទឹកលិចមួយកណាត់ម្ដុំនេះមួយកណាត់ទៀតខ្ញុំធ្លាប់មកដែរជាប់ដែរពេលខែទឹកលិចប៉ុន្តែវីដេអូនោះប្រហែលជាបាត់ហើយបាទហ្នឹងហើយជិញមើលនេះក្នុងវត្តស្អាតឃើញស្អាតក្នុងវត្តហ្នឹងខ្ញុំឧស្សាហ៍មកឲ្យតែមកកំពង់ចាមខ្ញុំអត់សូវម្លងកោះប៉ែននិងកោះសតិនហ្នឹងឯងខ្ញុំចូលចិត្តព្រោះធម្មជាតិច្រើនហើយតិចទៀតខ្ញុំនាំទៅមើលចកាផ្សេងនៅលើកោះហ្នឹងមានតាំងពីចកាពោតចកាសាវម៉ាវចកាថ្នាំជក់ក៏ថ្នាំជក់គឺធំមែនតើហើយចកាអំពៅក៏មានដែរទៅលើជាជននៅលើហ្នឹងគឺគេធ្វើចកាសុតមកមានចកាពោតចកាអីចឹងទៅខ្ញុំមកនឹងច្រើនដងខ្ញុំជិះមើលទៅលើកោះសតិននេះបាទបងប្អូនមើលទៅតាមផ្លូវគេទៅភាគច្រើនខែប្រាំងក៏ធម្មជាតិមានពណ៌បៃតងដែរគឺបៃតងខៀវខ្ចីហ្មងហើយការរស់នៅរបស់ប្រជាជននៅលើហ្នឹងគឺគេរស់នៅជាលក្ខណៈធ្វើចកាអត់មានទេបាទហើយនេះកូនអ្នកកំពង់ចាមកូនកំពង់ចាមបាទដល់កំពង់ចាមហ្មងល្អឃើញតែទឹកដីនេះសុបាយបាទហើយធម្មជាតិស្រស់ស្រាយហ្មងអត់មានសើចទេនិយាយមកនិយាយលឿនយកមុតកំពង់ចាមមកហ្នឹងហើយបន្ទាប់មកទៀតយើងជិះឆ្លងទៅមុខទៅទៀតយើងឃើញចកាបាទទេចកាគេមានចកាច្រើនបាទដោយការរស់នៅរបស់គេតាមដងផ្លូវនេះយើងមកដល់ចកាគឺចកាថ្នាំជក់នេះបាទចកាថ្នាំជក់ខ្ញុំអត់ដែរស្គាល់ដែរតែលើកទី1ដែលខ្ញុំមកឃើញចកាថ្នាំជក់ខ្ញុំបានចុះទៅមើលផ្ទាល់គឺស្អាតបាទដឹងរឿងជូចត់បងស្មងលើស្រីអត់មានថ្ងៃក្បត់បើសិនអូនប្រត់ព្រួងស្ដាប់